ធ្វើបច្ចុប្បន្នភាពជូនអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី10ហើយដែលយោធាថៃបានធ្វើសកម្មភាពឈ្លានពានដោយមិនញញើតមកលើដែនអធិបតេយ្យរបស់កម្ពុជាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីម៉ោង1រំលងអធ្រាត្ររហូតដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី16ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង1:00នាទីរំលងអធ្រាត្រយោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងជប់អង្គុញឥតដាច់នៅវេលាម៉ោង5:30នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំប្រភេទ155មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង6:00នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងប្រាសាទតាមាន់និងថ្មដូននៅវេលាម៉ោង7:20នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភ្នំខ្មោចដោយប្រើប្រាស់កាំភ្លើងបំពាក់លើរថក្រោះចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងយើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង18:00នាទីថ្ងៃទី15ខែធ្នូឆ្នាំ2025រហូតមកដល់ម៉ោង8:00នាទីថ្ងៃទី16ខែធ្នូឆ្នាំ2025នៅថ្ងៃទី15ខែធ្នូឆ្នាំ2025នៅវេលាម៉ោង18:20នាទីល្ងាចយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង20:27នាទីយោធាថៃបានបាញ់ផ្លោងជ្រុំសន្ធឹកសន្ធាប់ចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង22:33នាទីយោធាថៃបន្តបាញ់កាំភ្លើងធំចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីរហូតមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025យោធាថៃនៅបន្តបើកការបាញ់ប្រហារមកលើកម្ពុជានៅវេលាម៉ោង12:14នាទីរំលងអធ្រាត្រយោធាថៃបន្តបាញ់កាំភ្លើងធំចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីបន្ថែមទៀតនៅវេលាម៉ោង6:25នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង6:30នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:10នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលមុខក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:36នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតក្រសួងការពារជាតិកម្ពុជាសូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតរបស់ភាគីថៃដែលបានចោទប្រកាន់លៀបពណ៌ផ្ទុយស្រឡះខុសពីការពិតក្រសួងការពារជាតិសូមធ្វើការបញ្ជាក់ជូនថាគោលដៅនៃការវាយប្រហាររបស់កម្ពុជាគឺជាការវាយការពារខ្លួនដែលផ្ដោតតែលើគោលដៅស៊ីវិលគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅទៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយ
ប៉ុន្តែមានតែភាគីថៃទេដែលធ្វើការវាយប្រហារមកលើប្រជាជនស៊ីវិលរបស់កម្ពុជានិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតនិងរបួសកើនឡើងចំនួនបន្ថែមទៀតគិតមកត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025ត្រឹមវេលាម៉ោង6ល្ងាចហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-16 និងការប្រើប្រាស់គ្រាប់បែកចំកោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាមានចំនួនទំហំកាន់តែកើនឡើងជាលំដាប់និងបានពង្រីកទីតាំងបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅដោយករណីម្សិលមិញនេះយោធាថៃបានបើកការទម្លាក់គ្រាប់បែកចេញពីយន្តហោះប្រភេទ F-16 ចូលមកដល់ក្បែរជំរំជនភៀសខ្លួននៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបអ្នកនាំពាក្យក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់នៅរាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅពិសេសទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌របស់ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅជាបន្ទាន់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតស៊ូតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយ